ការតបពេកបច្ចុប្បន្នបាទលោកគ្រូការតបពេកហ្នឹងដោយសារថាមួយរយៈនេះមានអតិថិជនគាត់សួរទៅលើបច្ចេកទេសសម្បល់ខ្លាំងលោកគ្រូដោយសារតែដីរបស់គាត់ហ្នឹងគឺដាំដុះអត់សូវទទួលបានផលលោកគ្រូដោយសារតែទីមួយវាពាក់ព័ន្ធជាមួយនឹងអាកាសធាតុផងអីផងអញ្ចឹងធ្វើឲ្យដំណាំរបស់គាត់លូតលាស់អត់ល្អនិយាយរួមទៅបញ្ហានេះគឺជួបច្រើនគឺដំណាំទៅតែគ្រប់ប្រភេទអញ្ចឹងចង់ជម្រាបដល់អ៊ំពូមីងតែមិនថាតាក់ទងតាមเพจឬក៏តាក់ទងតាមលេខទូរស័ព្ទអញ្ចឹងហេតុផល3ដែលចាំបាច់ត្រូវទៅប្រើកំបោរទី1ដោយសារតែចំការឬក៏ស្រែទាំងអស់តែងតែមានអាកាសសំណល់អញ្ចឹងកាកសំណល់ហ្នឹងវាបង្កឲ្យមានបញ្ហាដោយវានាំសត្វល្អិតដូចកាឌាដូចស្រមោចពេលអញ្ចឹងវាមកធ្វើឲ្យដំណាំរបស់គាត់ហ្នឹងមានបញ្ហាការពុកផុយកាកសំណល់ហ្នឹងមានន័យថាវានៅពេលដែលវាពុកផុយប៉ះជាមួយភ្លៀងអាស៊ីតឬក៏ទឹកដែលគាត់ដាក់ឲ្យដំណាំរបស់គាត់ហ្នឹងវាកើតទៅជាទឹកដែលមានជាតិដែកដែលយើងហៅថាពុលអលុយមីញ៉ូមអញ្ចឹងការពុលអលុយមីញ៉ូមហ្នឹងបានធ្វើឲ្យឫសរបស់ដំណាំហ្នឹងបង្កទៅជាជំងឺផ្សិតហើយមានបញ្ហាអាហ្នឹងគឺហេតុផលទី1ដែលគាត់ចាំបាច់ត្រូវប្រើកបោហេតុផលទី2ដីរបស់យើងដាំឆ្នាំទី1ទី2ល្អយូរទៅដំណាំហ្នឹងវាស៊ីសារធាតុចិញ្ចឹមអស់បាទពេលអញ្ចឹងវាធ្វើឲ្យដីហ្នឹងគឺបាត់បង់នៅសារធាតុចិញ្ចឹមវាបង្កឲ្យមានបញ្ហាដល់ដំណាំអត់សូវលូតលាស់ល្អទេដោយសារកំហាប់ជាតិពុលជាតិអាស៊ីតមេរោគអញ្ចឹងបើសិនជាអត់ប្រើកបោគឺវាជួបបញ្ហាហ្នឹងអត់សូវលូតគឺវាជួបបញ្ហាហ្នឹងអត់សូវលូតលាស់ល្អបាទដំណាំអត់ CG បាទដាក់ជីអត់ឃើញល្អទេវារាំងស្ទះអាឫសរបស់ដំណាំហ្នឹងអត់ឲ្យ CG បានហាប់អាស៊ីតខ្ពស់ហើយផលទី3យើងចង់ថែគុណភាពដីបាទដីយើងមិនមែនដាំមួយឆ្នាំ2ឆ្នាំហើយលក់ចោលទេទោះបីជាលក់ចោលអ្នកមកធ្វើក្រោយក៏គាត់ត្រូវការដីល្អហើយមែនទេយើងត្រូវការសារធាតុចិញ្ចឹមដែលវាមាននៅក្នុងដីបាទធ្វើឲ្យស្ថិរភាព pH ធ្វើឲ្យ pH ហ្នឹងវាល្អអញ្ចឹងគាត់ដាំវាខយឬក៏ដំណាំដដែលហ្នឹងវាដាក់ជីតិចក៏ឃើញល្អដែរអញ្ចឹងដើម្បីថែរក្សាស្ថិរភាព pH ឲ្យវានៅល្អរហូតបាទឬក៏គុណភាពដីហ្នឹងឲ្យវាល្អរហូតគឺយើងចាំបាច់ត្រូវតែប្រើកបោកសិកម្មជាពិសេសគឺកបោហុយយន្តហ្នឹងបាទវាថែរក្សាគុណភាពដីហើយហ្នឹងថែរក្សាស្ថិរភាព pH អញ្ចឹងហេតុផល3ហ្នឹងគឺខ្វះកបោអត់បានទេបាទ